បាទសូមជម្រាបសួរដល់អស់លោកអ្នកបងប្អូនស្ងួនគ្នានៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទបាទខ្ញុំសូមជម្រាបជូនដំណឹងដល់លោកអ្នកបងប្អូនឲ្យបានជ្រាបថាកម្មវិធីសិក្ខាសាលាអនឡាញ D6 Asia Family គឺសិក្ខាសាលាអនឡាញគ្រួសាររបស់អាស៊ីនឹងមកដល់ក្នុងពេលឆាប់នៅខែឧសភាខាងមុខនេះសូមលោកអ្នកបងប្អូនបានចុះឈ្មោះចូលរួមរៀនជាមួយគ្នាឲ្យបានច្រើនដែលអាចធ្វើទៅបានពីព្រោះសិក្ខាសាលា D6 នេះគឺផ្ដោតទៅលើព្រះគម្ពីរចោទយកថាជំពូក6គឺតកតងអំពីពន្ធកិច្ចគ្រួសារបាទពន្ធកិច្ចគ្រួសារក្នុងនាមយើងជាឪពុកជាម្ដាយជាយាយជាតាគឺយើងមានតួនាទីសំខាន់ណាស់នៅក្នុងពន្ធកិច្ចគ្រួសាររបស់យើងដែលយើងអាចនឹងផ្ទេរនៅសេចក្តីជំនឿរបស់យើងទៅដល់កូនចៅរបស់យើងនៅជំនាន់ក្រោយជួនកាលយើងមានការរវល់នឹងពន្ធកិច្ចរបស់ព្រះអង្គជាច្រើនប៉ុន្តែយើងភ្លេចពន្ធកិច្ចគ្រួសាររបស់យើងគឺមានកូនមានចៅដែលនៅក្នុងក្រុមគ្រួសាររបស់យើងគឺសំខាន់ណាស់បងប្អូនសិក្ខាសាលាអនឡាញ D6 គឺទុតិយកថាជំពូក6ឬក៏ចោទយកថាជំពូក6អំពីពន្ធកិច្ចគ្រួសារនេះដូច្នេះខ្ញុំសូមលើកទឹកចិត្តដល់លោកអ្នកបងប្អូនជាគ្រូគង្វាលជាថ្នាក់ដឹកនាំជាចាស់ទុំក្នុងគ្រួសារជាឪពុកជាម្ដាយឬក៏ជាយាយជាតាក៏អាចអញ្ជើញចូលរួមសិក្ខាសាលាអនឡាញនេះបានដែរដើម្បីឲ្យយើងបានពង្រឹងសេចក្តីជំនឿនៅក្នុងក្រុមគ្រួសាររបស់យើងផ្ទេរនៅសេចក្តីជំនឿនៅក្នុងក្រុមទៅដល់កូនចៅរបស់យើងជំនាន់ក្រោយខ្ញុំបានចូលរួមសិក្ខាសាលានេះរួចហើយមានសារៈសំខាន់មែនទែនអំពីពន្ធកិច្ចគ្រួសារនេះហើយខ្ញុំបានបង្រៀនដល់បុគ្គលិកដល់បងប្អូនក្រុមជំនុំជាច្រើនទៀតដើម្បីឲ្យពួកគាត់អាចអនុវត្តនៅក្នុងក្រុមគ្រួសាររបស់គាត់នីមួយផងដែរសូមលើកទឹកចិត្តដល់លោកអ្នកបងប្អូនចុះឈ្មោះចូលរួមរៀនឲ្យបានច្រើនដែលអាចធ្វើទៅបានសូមព្រះប្រទានពរបងប្អូនទាំងអស់គ្នា